រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រកាសដាក់ចេញលក្ខខណ្ឌដំបូងជាថ្នូរនឹងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយជាង3ឆ្នាំពីខែមកហើយនៅលើទឹកដីអ៊ុយក្រែនលក្ខខណ្ឌសន្តិភាពទាំងនោះរួមមាន6លក្ខខណ្ឌទី1ការទទួលស្គាល់អន្តរជាតិជាផ្លូវការនៅឧបទ្វីបគ្រីមៀនិងខេត្ត4ទៀតដូចជា Donetsk, Luhansk, Kherson និង Zaporizhzhia ជាទឹកដីរបស់រុស្ស៊ីទី2ដកចេញបម្រាមរបស់អ៊ុយក្រែនស្ដីពីការចរចាផ្ទាល់ជាមួយនឹងរុស្ស៊ីទី3ការបដិសេធចូលជាសមាជិក NATO ជាផ្លូវការរបស់អ៊ុយក្រែននិងការបញ្ជាក់ពីការមិនចូលបកសម្ព័ន្ធដោយនៅជាអព្យាក្រឹតទី4ការបោះបង់ចោលកាតព្វកិច្ចយោធាទាំងស្រុងរបស់អ៊ុយក្រែនទី5ដកចេញការដាក់ទណ្ឌកម្មទាំងអស់ប្រឆាំងរុស្ស៊ីនិងប្រគល់ឲ្យរុស្ស៊ីវិញនៅទ្រព្យសម្បត្តិដែលបានបង្កក់ទី6ដកចេញច្បាប់ទាំងឡាយរបស់អ៊ុយក្រែនដែលរដ្ឋបិទការប្រើប្រាស់ភាសាវប្បធម៌រុស្ស៊ីនិងសាសនា Orthodox របស់រុស្ស៊ីបាទនេះគឺជាលក្ខខណ្ឌទាំង6របស់លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីគឺលោក Sergei Lavrov បាទសូមជម្រាបបងប្អូនថាលក្ខខណ្ឌនេះគឺជាលក្ខខណ្ឌធ្ងន់ធ្ងរបំផុតមិនអាចធ្វើបានទេបងប្អូនពីព្រោះលក្ខខណ្ឌនេះគឺវាធ្ងន់ធ្ងរណាស់បងប្អូនទី1គឺរុស្ស៊ីវាយយកដីគេនៅតំបន់គ្រីមៀបើទោះបីជាតំបន់នោះជាតំបន់ដែលរុស្ស៊ីយកបានហើយក៏ដោយក៏ប៉ុន្តែពិភពលោកក៏ដូចជាអ៊ុយក្រែននៅតែមិនទទួលស្គាល់ថានេះជាតំបន់ស្របច្បាប់ទេបងប្អូនហើយខេត្ត4ទៀតដែលកំពុងតែវាយបានក្នុងគណៈដែលគាត់កំពុងតែធ្វើសង្គ្រាមយកទឹកដីគេនោះគាត់សុំឲ្យទៅជារបស់គាត់បាទទី3គឺគេហៅថាឲ្យអ៊ុយក្រែននឹងដកចេញពីអង្គការ NATO ជាបន្ទាន់លក្ខខណ្ឌទាំង6នេះគឺជាលក្ខខណ្ឌធ្ងន់ធ្ងរណាស់មិនអាចទទួលយកបានទេបើសូម្បីតែយើងមិនមែនជាម្ចាស់ប្រទេសក៏យើងមិនអាចទទួលយកបានដែរបងប្អូនគឺគេអាចធ្វើយើងពេលណាក៏បានដែរហើយរុស្ស៊ីយើងដឹងហើយថាចិញ្ចឹមចិត្តរហូតសូមអរគុណច្រើនបងប្អូនដែលបានតាមដានព្រឹត្តិការណ៍ថ្មីៗជុំវិញពិភពលោកជាពិសេសសង្គ្រាមនៅរុស្ស៊ីអ៊ុយក្រែនបាទសូមគោរពលា